នេះគឺជាវិញ្ញាសាធ្លាប់ចេញប្រឡងបាក់ឌុបកាលពីឆ្នាំ2015ហើយវីដេអូនេះខ្ញុំនឹងដកស្រង់យកផ្នែក grammar មកបង្ហាញជូនទាំងអស់គ្នាដើម្បីត្រៀមប្រឡងបាក់ឌុបនៅឆ្នាំ2025ខាងមុខនេះឥឡូវកុំឲ្យខាត់ពេលយូរទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាទីទូទៅយើងដឹងហើយថាលំហាត់បែប grammar ហ្នឹងគឺគេមានល្បះដែលទុកចន្លោះឲ្យយើងបំពេញហើយមានចម្លើយចំនួន4ដើម្បីឲ្យយើងជ្រើសរើសយកទៅបំពេញប៉ុន្តែវាមានចម្លើយតែមួយប៉ុណ្ណោះជាចម្លើយត្រឹមត្រូវឥឡូវយើងទៅមើលឧទាហរណ៍example គេនិយាយថា we saw the children in the park ពួកយើងបានឃើញក្មេងៗនៅក្នុងសួនច្បារចម្លើយ A Annie ចម្លើយ B much ចម្លើយ C ចម្លើយ D some ហើយចម្លើយដែលត្រឹមត្រូវក្នុងឧទាហរណ៍នេះគឺចម្លើយ D some ជាចម្លើយត្រឹមត្រូវដោយសារបើមិនយើងបានរៀនយើងនឹងដឹងហើយថា some គឺប្រើជាមួយនឹង plural countable noun គឺប្រើជាមួយនឹងនាមពហុវចនៈដែលរាប់បានយើងមិនអាចប្រើជាមួយ any ទេដោយសារ any យើងប្រើនៅក្នុងល្បះបដិសេធនិងសំណួរហើយ much គឺយើងប្រើជាមួយ uncountable noun នាមរាប់អត់បានចំណែកមួយនេះយើងប្រើតែជាមួយ singular noun នេះយើងប្រើតែជាមួយនាមឯកវចនៈទេហើយយើងមើលលេខ1 Angkor Wat Temple by thousands of tourists every monthយើងលើកនៅក្នុងការធ្វើលំហាត់ជាងត្រូវចេះមើលទៅលើពាក្យកន្លឹះដែលមាននៅក្នុងល្បះដែលយើងត្រូវយកទៅបំពេញហ្នឹងអញ្ចឹងយើងមើលពាក្យ every month នៅទីនេះវាហាក់បង្ហាញអំពីកាលអីមួយហ្នឹងណា every month ជារៀងរាល់ខែឥឡូវយើងទៅមើលចម្លើយសិន A was visited B visited C are visited D is visitedចឹងបើយើងបានរៀនយើងនឹងដឹងថាជាទូទៅ past simple present simple គឺយើងប្រើបង្ហាញពីការពិត fact ឬក៏ habit ទម្លាប់ហើយវាមាន clear សម្ដីសម្រាប់បញ្ជាក់វាមាន time expression ដូចជា every day every week every month every year ហ្នឹងអញ្ចឹងយើងអាចនឹងស្មានដឹងថាអានេះវាប្រហែលជាចូលកាល present simple ហើយយើងទៅផ្ទៀងផ្ទាត់ជាមួយចម្លើយA គឺ was visited អានេះវាជា past simple passive អញ្ចឹងវាមិនអាចត្រឹមត្រូវទេចម្លើយ B visited តែវាត្រឹមត្រូវទេវាជា past simple ប៉ុន្តែយើងមើលល្បះរបស់យើង Angkor Wat នេះគឺជាវត្ថុវាជាវត្ថុអញ្ចឹងវាមិនអាចធ្វើសកម្មភាពវាមិនអាច do action ទេវាមិនអាច perform action ទេវាជាអ្នក receive វិញជាអ្នកទទួលរងនៅសកម្មភាពវិញអញ្ចឹងបើយើងដាក់ visited ក៏មិនត្រឹមត្រូវដែរចុះបើយើងដាក់ចម្លើយ C are visited ក៏មិនត្រឹមត្រូវដែរដោយសារ are យើងអត់ប្រើជាមួយ singular subject ទេយើងមើល Angkor Wat Temple យើងតែមួយតែអញ្ចឹងយើងអត់ប្រើជាមួយ are ទេអញ្ចឹងចម្លើយ D គឺជាចម្លើយត្រឹមត្រូវតែមួយគត់គឺ is visited អញ្ចឹងកាលនេះគឺកាល present simple passive present simple passive អញ្ចឹងល្បះនេះយើងបានទៅជា Angkor Wat Temple is visited by thousands of tourists every month ប្រាសាទ Angkor Wat ត្រូវបានទស្សនាដោយភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ខែហើយមើលមិនបានយើងដឹងថា passive យើងមើល clear សំដីខាងចុងនេះបន្ទាប់ពីចន្លោះគេថា by នេះby ហ្នឹងក៏វាជាពីកលឹះមួយសម្រាប់ឲ្យយើងកលេចទៅដឹងថាអូអាហ្នឹងវាជាទម្រង់ passive តាមានន័យថា Angkor Wat ហ្នឹងត្រូវបាន is visited នេះត្រូវបានទស្សនា by thousands of tourists every month ដោយ by ដោយភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ខែណាអញ្ចឹងខ្ញុំគិតថាលំហាត់ប្រភេទនេះវាអត់ពិបាកទេបើសិនមកបងប្អូនគ្នាធ្លាប់រៀនធ្លាប់ធ្វើឬក៏អាសាជួបវាឥឡូវយើងទៅបន្តលេខ2ទៀតគឺថា Mr. Sopal can talk on the phone because he dinner right now យើងមើលពាក្យ right now នេះ right now វាហាក់បង្ហាញពីកាលអីគេគឺកាល present continuous ឬក៏ present progressive អញ្ចឹងយើងក៏លេខទៅយើងដឹងតែម្ដងអញ្ចឹងយើងទៅមើលចម្លើយមើលតើវាមានទម្រង់កាល present continuous អត់យើងមើល eats ណា A eats អានោះវាជា present simple B is eating នេះអានេះគឺ present continuous ហើយតែយើងមើល awesome C has eaten អានេះវាជា present perfect D has been eating ជា present perfect progressive
chẳng right now mới thả lời nó cứ bà hai vì cái phim đại gặp bông ca là lời nó chẳng cứ cho ba chỉ ca present continuous option side đấy cứ chấm nói biết chỉ chấm nói trầm trời chẳng là bán nó như bán tới chia Mr. Support can talk on the phone because he is eating dinner right now lúc Support mình anh vậy tôi sao bán thế vì pro thật quát gặp bông tay body poke a happy sorry body poke a happy là nghĩa là lời này ok lấy những tên number 3ខ្ញុំចង់ឲ្យវីដេអូនេះមានរយៈពេលវែងនេះអញ្ចឹងខ្ញុំបញ្យល់ខ្លីៗហើយបើសិនបើមានសំណួរចម្ងល់អីអ្នកទាំងអស់គ្នាអាចសួរខ្ញុំបន្ថែមទៀតបាននៅក្នុង comment អូខេឬក៏អាចឆាតសួរផ្ទាល់ក៏បានហើយយើងមើល I the house before you call I the house before you called អញ្ចឹងចម្លើយ A គឺ live ចម្លើយ B had left ចម្លើយ C am living ចម្លើយ D had been living nhưng តែចម្លើយមានណាជាចម្លើយត្រឹមត្រូវយើងមើលរបាខាងក្រោយទៅនេះគឺ before you called មានន័យថាមុនពេលដែលអ្នកទេមកហើយ call វាមាន ed អានេះវាគឺជា verb to ណានៅក្នុង past simple ដល់បាខាងក្រោយវាគឺជា past simple អញ្ចឹងខ្ញុំធ្លាប់បង្ហាញពីវីដេអូមុនហើយ past simple ហ្នឹងវាមានតំណែងជាមួយ past perfect យ៉ាងម៉េចអញ្ចឹងកាលដែលវាត្រូវ C គ្នានៅទីនេះវាមិនអាច present ទេអញ្ចឹងមក A ជាចម្លើយមិនត្រឹមត្រូវ live នឹងជា verb present វាមិនអាចជា verb present ទៅដាក់ជាមួយ verb នៅក្នុងដាក់ជាមួយរបស់នៅក្នុងការ past simple តែកើតចប់ហើយនោះទេចម្លើយ B had left អានេះវាជា past perfect ជា past perfect ដែលខ្ញុំធ្លាប់និយាយហើយចម្លើយ C ជា present continuous អត់ត្រឹមត្រូវទេចម្លើយ D had been living ជា present ជា past perfect progressive ក៏មិនត្រឹមត្រូវដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមានតែមួយគត់គឺ B had left គឺបានចាក់ចែងរួចរាល់ហើយអញ្ចឹងចម្លើយហ្នឹងគឺរបស់ហ្នឹងយើងបានទៅជា I had left the house before you called ខ្ញុំបានចាក់ចែងពីផ្ទះហើយមុនពេលដែលអ្នកទេមកអញ្ចឹង past perfect ហ្នឹងគឺវាកើតមុន past perfect នេះវាកើតមុន past simple ណា Number 4 If I found a wallet on the street បើសិនបើខ្ញុំបានរកឃើញកាបូបនៅតាមផ្លូវ I head to the police station អញ្ចឹងចម្លើយ A will take ចម្លើយ B take ចម្លើយ C would take ចម្លើយ D I'm taking ចាំបើយើងបានមើលវីដេអូមុនរបស់ខ្ញុំដែលនិយាយពី conditional ហ្នឹងតើអរគ្នានឹងស្គាល់ហើយថាហ្នឹងវាចូលលក្ខខណ្ឌទីប្រមាណយើងមើលខាង if clause ទម្រង់របស់វាគឺយើងមើល subject នេះបូកជាមួយនឹង verb to found គឺ verb past simple អញ្ចឹងខាង if clause គឺ past simple អញ្ចឹងខាង main clause នេះខាង main clause ច្បាស់ជាមានទម្រង់ would បូកជាមួយនឹង verb 0 base form អញ្ចឹងចម្លើយត្រឹមត្រូវកលេចទៅឃើញគឺចម្លើយ C ជាចម្លើយត្រឹមត្រូវអូខេទីមួយ number 5 ចុងក្រោយគេថា the tree behind my house gives a lot of shade ដើមឈើនៅក្រៅផ្ទះខ្ញុំផ្ដល់ម្លប់ត្រជាក់ជាងជ័យអញ្ចឹងចម្លើយ A grows ចម្លើយ B which it grows ចម្លើយ C which grows ចម្លើយ D it grows តើចម្លើយមួយណាជាចម្លើយត្រឹមត្រូវដើម្បីអាចធ្វើលំហាត់នេះបានបងប្អូនត្រូវចេះមេរៀន relative clause ណា relative clause ឬក៏ adjective clause ហ្នឹងដើម្បីយើងបានរៀនយើងនឹងដឹងភ្លាមថាតើចម្លើយមួយណាជាចម្លើយត្រឹមត្រូវចម្លើយ A មិនមែនជាចម្លើយត្រឹមត្រូវវាជា verb ភាសាវាជា verb grows 3យើងអត់ត្រូវការ verb ទេ subject យើងមាន verb ហើយ verb របស់វាគឺ gives នៅកន្លែងនេះណាវានៅឆ្ងាយពី subject បន្តិចដោយសារនៅក្នុងរបាំនេះគេថែម clear មួយដែរនៅក្នុងចន្លោះ comma ហើយចម្លើយ B ក៏អត់ត្រឹមត្រូវដែរចម្លើយ D ក៏អត់ត្រឹមត្រូវដែរវាមាន subject មាន verb យើងអត់ត្រូវការ subject it មកទៀតទេប៉ុន្តែយើងត្រូវការចម្លើយ C ជាចម្លើយត្រឹមត្រូវ which ហ្នឹងវាគឺជា relative pronoun វាជាសព្វនាមឈ្នាប់ណាហើយយើងប្រើថាដែលនៅក្នុងភាសាខ្មែរយើងអញ្ចឹងរបស់នេះយើងបានទៅជា the tree which grows behind my house gives a lot of shade ដើមឈើដែលដុះនៅខាងក្រៅផ្ទះរបស់ខ្ញុំហ្នឹងផ្ដល់នៅម្លប់ត្រឈឹងត្រជ័យណាហើយវាជាប្រភេទ non-defining relative clause ដោយសារយើងប្រើ comma នេះយើងមាន comma ន័យថាវាជា clause ដែលបង្ហាញវាជា relative clause ដែលបង្ហាញព័ត៌មានបន្ថែមទៅឲ្យ subject ហ្នឹង
ថា tree ហ្នឹងនៅកន្លែងណាគឺ tree ដែលដុះនៅក្រៅផ្ទះរបស់ខ្ញុំហ្នឹងឯងអូខេចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើមានសំណួរចម្ងល់ឬយោបល់អីបន្ថែមអាចទម្លាក់សួរក្នុង comment បានអូខេ thank you see you next video